សមាជិកសភាជាន់ខ្ពស់របស់អង់គ្លេសម្នាក់បានទម្លាយប្រាប់ថាយន្តហោះដឹកទំនិញរបស់រុស្ស៊ីបានចូលទៅក្នុងប្រទេសអ៊ីរ៉ង់ដោយពួកគេបានដឹកអាវុធចូលទៅហើយដឹកមាសដ៏ច្រើនសន្ធឹកសន្ធាប់ចេញមកវិញរឿងនេះកើតឡើងខណៈដែលការតវ៉ាប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់កំពុងផ្ទុះឡើងយ៉ាងខ្លាំងទូទាំងប្រទេសនេះបើយោងតាមកាសែត Iran International លោក Tom Tugendhat បានថ្លែងនៅក្នុងសភាក្រុមប្រឹក្សាអង់គ្លេសកាលពីថ្ងៃទី8ខែមករាឆ្នាំ2026ដោយរបាយការណ៍សម្ងាត់បានបង្ហាញថាយន្តហោះដឹកទំនិញរបស់រុស្ស៊ីបានចុះចតនៅទីក្រុងតេហេរ៉ង់ដោយដឹកអាវុធនិងគ្រាប់រំសេវមកហើយមាសចំនួនច្រើនត្រូវបានបញ្ជូនចេញពីអ៊ីរ៉ង់លោក Tugendhat មិនបានបញ្ជាក់ពីប្រភពព័ត៌មានស៊ើបការនោះទេលោកបានលើកឡើងថារបាយការណ៍នេះធ្វើឲ្យមានសំណួរអំពីចេតនានិងស្ថិរភាពរបស់របបអ៊ីរ៉ង់នៅពេលនេះការតវ៉ាប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់បានផ្ទុះឡើងចាប់តាំងពីថ្ងៃទី28ខែធ្នូឆ្នាំ2025និងនៅតែបន្តមកដល់ថ្ងៃទី9ខែមករាឆ្នាំ2026ប្រជាជនអ៊ីរ៉ង់ទូទាំងប្រទេសកំពុងប្រឆាំងនឹងការធ្លាក់ចុះសេដ្ឋកិច្ចនិងការគាំងសង្កត់ផ្នែកនយោបាយយោងតាមក្រមសិទ្ធិមនុស្ស RANA ដែលមានមូលដ្ឋាននៅអាមេរិកយ៉ាងហោចណាស់មានអ្នកតវ៉ាចំនួន34នាក់និងសមាជិកកងកម្លាំងសន្តិសុខ2នាក់បានស្លាប់ហើយមនុស្សរាប់រយនាក់ទៀតត្រូវបានឃុំខ្លួននៅព្រឹកថ្ងៃទី9ខែមករារដ្ឋាភិបាលអ៊ីរ៉ង់បានកាត់ផ្តាច់ភ្លើងនិងអ៊ីនធឺណិតនៅតំបន់ជាច្រើនដើម្បីរំខានការប្រមូលផ្ដុំរបស់អ្នកតវ៉ាលោក Tugendhat បានសួររដ្ឋាភិបាលចក្រភពអង់គ្លេសថាតើការផ្ទេរអាវុធនិងមាសពីអ៊ីរ៉ង់ទៅរុស្ស៊ីដែលត្រូវបានរាយការណ៍នេះអាចបង្ហាញពីការរៀបចំផែនការថ្មីក្រោយពីរបបអ៊ីរ៉ង់បច្ចុប្បន្នដួលរលំដែរឬទេក្នុងការឆ្លើយតបនៅសភាលោក James Heappey រដ្ឋមន្ត្រីទទួលបន្ទុកតំបន់មជ្ឈិមបូព៌ានិងអាហ្វ្រិកខាងជើងបានប្រាប់ថាលោកមិនអាចឆ្លើយតបចំពោះផែនការរបស់អ៊ីរ៉ង់បើវាដួលរលំនោះទេប៉ុន្តែលោកបានលើកឡើងថាសេរីភាពក្នុងការជួបជុំគ្នានិងការតវ៉ាគឺជាសិទ្ធិដែលមិនអាចកាត់ផ្តាច់បានរបស់ប្រជាជនអ៊ីរ៉ង់ហើយក៏ត្រូវតែបានគោរពដោយអាជ្ញាធរអ៊ីរ៉ង់ផងដែរពីខ្ញុំ Global News Today